លោកសូលគឺជាមនុស្សម្នាក់ដែលបានទទួលការសិក្សាខ្ពង់ខ្ពស់ប៉ុន្តែគាត់មិនបានស្គាល់ព្រះយេស៊ូវឡើយមិនត្រឹមតែប៉ុណ្ណោះគាត់ស្អប់និងបៀតបៀនដល់អ្នកណាដែលបានទទួលជឿព្រះយេស៊ូវថែមទៀតផងគាត់តែងតែចាប់អស់អ្នកណាដែលជឿព្រះយេស៊ូវយកទៅដាក់គុកលោកសូលបានទៅជួបមហាបូជាចារ្យហើយសួរគាត់ថាសូមមេត្តាចេញលិខិតអនុញ្ញាតមួយមកហើយផ្ដល់អំណាចឲ្យខ្ញុំដើម្បីឲ្យខ្ញុំអាចចាប់ពួកអ្នកដែលជឿព្រះយេស៊ូវហើយនាំពួកគេទៅក្រុងយេរូសាឡិមទៅលោកសូលបានចេញដំណើរទៅទីក្រុងដាម៉ាស់ដើម្បីបៀតបៀននិងចាប់សិស្សរបស់ព្រះយេស៊ូវប៉ុន្តែនៅពេលដែលលោកសូលទៅជិតដល់ទីក្រុងដាម៉ាស់រំពេចនោះមានពន្លឺមួយបានលេចមកពីផ្ទៃមេឃចាំងមកជុំវិញគាត់លោកសូលមិនអាចបើកភ្នែករបស់គាត់បានឡើយពីព្រោះពន្លឺនោះវាភ្លឺខ្លាំងពេកទោះបីជាគាត់ខំយកដៃទាំងពីររបស់គាត់មកបាំងមុខក៏ដោយក៏គាត់មិនអាចមើលអ្វីឃើញទាល់តែសោះព្រោះតែពន្លឺនោះបន្ទាប់មកគាត់បានឮសំឡេងមួយចេញពីផ្ទៃមេឃមកសូលអើយសូលហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំលោកម្ចាស់អើយតើលោកជានរណាខ្ញុំជាយេស៊ូវដែលអ្នកកំពុងតែបៀតបៀនលោកសូលមិនបានជឿថាព្រះយេស៊ូវគឺជាស្ដេចនៃសាសយូដាឡើយហើយក៏មិនជឿនៅពាក្យសន្យារបស់ព្រះយេស៊ូវដែលថាទ្រង់ត្រូវសុគតនៅលើឈើឆ្កាងហើយមានព្រះជន្មរស់ឡើងវិញដែរដូច្នេះគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលគាត់បានឮព្រះបន្ទូលរបស់ព្រះយេស៊ូវសូលអើយចូលក្រោកឡើងហើយឆាប់ចូលទៅក្នុងក្រុងដាម៉ាស់នៅទីនោះនឹងមានគេប្រាប់អ្នកថាអ្នកនឹងត្រូវធ្វើអ្វីខ្លះលោកសូលបានក្រោកឡើងពីដីទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយក៏គាត់មើលអ្វីមិនឃើញដែរដូច្នេះហើយគេបានដឹកដៃគាត់នាំចូលទៅក្រុងដាម៉ាស់ក្នុងរយៈពេល3ថ្ងៃគាត់មិនអាចមើលឃើញហើយមិនអាចពិសាបាយពិសាទឹកសោះឡើយពេលនោះលោកសូលបានកែប្រែចិត្តគំនិតទទួលជឿព្រះយេស៊ូវនិងអធិដ្ឋានទៅព្រះអង្គយ៉ាងអស់ពីចិត្តនៅពេលនោះនៅក្នុងទីក្រុងដាម៉ាស់មានសិស្សរបស់ព្រះយេស៊ូវម្នាក់ឈ្មោះអាណាណាព្រះជាម្ចាស់បានត្រាស់ហៅគាត់នៅក្នុងក្តីនិមិត្តមួយអាណាណាចូលក្រោកឡើងទៅឯផ្លូវមួយនោះសួររកឈ្មោះសូលជាអ្នកស្រុកតាសោះនៅក្នុងផ្ទះរបស់យូដាត្បិតគាត់កំពុងតែអធិដ្ឋានដូច្នេះចូលឯងយកដៃរបស់ឯងដាក់លើគាត់ដើម្បីឲ្យគាត់មើលឃើញឡើងវិញបបិទ្ធព្រះអង្គម្ចាស់ទូលបង្គំបានឮមនុស្សជាច្រើននិយាយថាបុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏បរិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡិមខ្លាំងណាស់ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គអញ្ជើញទៅចុះត្បិតខ្ញុំជ្រើសរើសបុរសនេះដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិអ៊ីស្រាអែលឲ្យស្គាល់ខ្ញុំលោកអាណាណាក៏ចេញទៅលុះទៅដល់ផ្ទះនោះហើយគាត់ក៏បានឃើញលោកសូលគាត់បានដាក់ដៃលើលោកសូលសូលអើយព្រះអង្គម្ចាស់យេស៊ូវដែលអ្នកបានឃើញនៅតាមផ្លូវធ្វើដំណើរមកនោះទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីឲ្យអ្នកអាចមើលឃើញឡើងវិញនិងឲ្យបានពោរពេញដោយព្រះវិញ្ញាណដ៏បរិសុទ្ធបន្ទាប់ពីលោកអាណាណាបានអធិដ្ឋានឲ្យភ្លាមរំពេចនោះមានអ្វីមួយដូចស្រកាត្រីបានជ្រុះចេញពីភ្នែកលោកសូលលោកបានមើលឃើញឡើងវិញលោកសូលបានក្រោកឡើងហើយទទួលពិធីជ្រមុជទឹកលោកសូលក៏ក្លាយទៅជាសិស្សម្នាក់របស់ព្រះយេស៊ូវបន្ទាប់មកលោកសូលក៏បានបរិភោគអាហារហើយមានកម្លាំងឡើងវិញគាត់បានស្នាក់នៅជាមួយពួកសិស្សដែលនៅក្រុងដាម៉ាស់ 4-10 ថ្ងៃលោកចាប់ផ្ដើមប្រកាសក្នុងសាលាប្រជុំនានាថាព្រះយេស៊ូវជាបុត្រារបស់ព្រះជាម្ចាស់ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់សូមទទួលជឿលើទ្រង់ចុះថាម៉េចតើលោកនេះឬដែលបានធ្វើទុកបៀតបៀននិងចាប់ពួកសិស្សរបស់ព្រះយេស៊ូវពិតហើយតើរឿងនេះកើតឡើងបានដោយរបៀបណាតើនឹងមានអ្វីបន្តទៀតមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរីឯលោកសូលវិញលោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងក្នុងការវែកញែកប្រាប់ឲ្យច្បាស់ថាព្រះយេស៊ូវពិតជាព្រះគ្រីស្ទយូរថ្ងៃបន្តិចក្រោយមកជនជាតិយូដាបានសងគំនិតគ្នារកសម្លាប់លោកសូល
តែលោកបានជ្រាបពីគម្រោងការរបស់ពួកគេបាននាំគ្នានៅចាំទ្វារក្រុងទាំងថ្ងៃទាំងយប់ដើម្បីសម្លាប់លោកប៉ុន្តែនៅពេលយប់ពួកសិស្សរបស់លោកបានដាក់លោកនៅក្នុងជាលមួយសម្រុតចុះទៅខាងក្រៅកំពែងក្រុងលោកសូលគឺជាអ្នកផ្សាយដំណឹងល្អដ៏ល្បីម្នាក់ដែលគេបានស្គាល់ថាជាលោកប៉ូលទោះបីជាលោកប៉ូលបានរងនឹងការឈឺចាប់និងការលំបាកជាច្រើនយ៉ាងណាក៏ដោយក៏គាត់នៅតែតស៊ូប្រកាសពីដំណឹងល្អរបស់ព្រះជាម្ចាស់នៅក្នុងបណ្ដាប្រទេសជាច្រើនមិនត្រឹមតែប៉ុណ្ណោះលោកប៉ូលបានសរសេរព្រះគម្ពីរ13កាន់ក្នុងចំណោម27កាន់នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីថែមទៀតផង